បាទសួស្តីបងប្អូនវីដេអូនេះខ្ញុំសូមបន្តពីវីដេអូមុនបាទរបៀបប្រើកុងតាក់ Wi-Fi ចែកជូនបងប្អូនសម្រាប់បងប្អូនដែលមានប្រើកុងតាក់ Wi-Fi របៀបនេះឬក៏ប្រហាក់ប្រហែលនេះបងប្អូនអាចចូលទៅក្នុង setting និងកែប្រែតម្លៃរបស់វាបានបាទអញ្ចឹងសូមអញ្ជើញបងប្អូនតាមដានទាំងអស់គ្នាបាទខ្ញុំនឹងបង្ហាញជូនម្ដងមួយដល់បងប្អូននៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំមានកុងតាក់ Wi-Fi ចំនួន4ដែលបញ្ជាក់អំពី4ទីតាំងដែលកំពុងប្រើប្រាស់ជាបន្ទាប់ខ្ញុំសូមបង្ហាញបងប្អូនអំពីកុងតាក់ Wi-Fi នៅសាលាអន្តរជាតិមួយកន្លែងបាទបងប្អូននេះគឺជាអេក្រង់ដំបូងដែលបង្ហាញអំពីការប្រើប្រាស់បាទតម្លៃនៃការប្រើប្រាស់នេះគឺនៅលើអេក្រង់ផ្នែកខាងលើខាងឆ្វេងដែលបង្ហាញតួលេខ1243.08 នេះបាទគឺជាតម្លៃដែលយើងបានប្រើពីថ្ងៃដែលយើងភ្ជាប់ដំបូងរហូតដល់ពេលបច្ចុប្បន្នចំណែកលេខខាងក្រោម21.89បាទគឺជាចរន្តដែលយើងកំពុងប្រើប្រាស់ចំណែកលេខ233.8គឺជាតង់ស្យុងដែលកំពុងតែប្រើប្រាស់ចំណែកលេខ 5.06 គឺជាថាមពលដែលកំពុងប្រើប្រាស់គិតជាគីឡូវ៉ាត់ក្នុង1ម៉ោងបងប្អូននៅលើអេក្រង់ដើមនេះគឺមានចំណុចពិសេសមួយទៀតគឺនៅត្រង់លេខ13 Residual Current មានន័យថាប្រសិនបើផ្ទះបងប្អូនមានការលេចជ្រាបចរន្តទៅលើផ្នែកណាមួយនោះបាទតួលេខ13នោះនឹងកើនខ្ពស់ជាងនេះទៅទៀតនៅក្នុងបច្ចេកទេសចំណុចនេះគឺគេកំណត់ត្រឹមតែ35មីលីអាំពែតែប៉ុណ្ណោះប្រសិនបើផ្ទះបងប្អូនមានការលេចជ្រាបចរន្តខ្លាំងធ្វើឲ្យមានកំហាតថាមពលខ្លាំងលើសពី35មីលីអាំពែកុងតាក់ Wi-Fi របស់យើងនឹងផ្ដាច់ចរន្តដោយស្វ័យប្រវត្តិដើម្បីបង្ការហានិភ័យណាមួយកើតឡើងដោយយថាហេតុនេះគឺជាចំណុចពិសេសមួយដែលបានបង្ហាញនឹងការពារការលេចធ្លាយចរន្តរបស់ផ្ទះបងប្អូនបានដោយជោគជ័យបាទជាបន្តយើងសូមចូលទៅក្នុង setting បាទនៅទីនេះមាន5ចំណុចខ្ញុំនឹងបង្ហាញជូនបងប្អូនម្ដងមួយចំណុចទី1គឺ alarm set ក៏មានបង្ហាញជូនបងប្អូនចំនួន4ចំណុចបន្ថែមទៀតផងដែរចំណុចទី1 delicate alarm គឺជាចំណុចដែលយើងត្រូវកំណត់ឬកែប្រែតម្លៃនៃចរន្តជ្រាបក្នុងផ្ទះរបស់បងប្អូននេះបងប្អូនដូចនៅក្នុងអេក្រង់នេះចាប់ពី0រហូតដល់99បងប្អូនចង់ដាក់តម្លៃប៉ុណ្ណាក៏បានដែរក៏ប៉ុន្តែតម្លៃដែលសុវត្ថិភាពបំផុតគឺខ្ពស់បំផុតត្រឹម35ចូលដល់ចំណុចទី2 over current alarm ចំណុចនេះគឺយើងកំណត់ចរន្តដែលខ្ពស់បំផុតសម្រាប់ការប្រើប្រាស់ឧទាហរណ៍ថាយើងកំណត់ត្រឹម50អាំពែនោះយើងមិនអាចប្រើប្រាស់ចរន្តអគ្គិសនីដែលធំជាង50អាំពែបានទេចុះប្រសិនបើយើងប្រើប្រាស់លើវិញបងប្អូនតើវានឹងមានអ្វីកើតឡើងកុងតាក់ Wi-Fi របស់យើងនឹងផ្ដាច់ចរន្តដោយស្វ័យប្រវត្តិមានន័យថាកាត់ផ្ដាច់ការប្រើប្រាស់ទាំងស្រុងតែម្ដងចំណុចទី3 over voltage alarm ចំណុចមួយនេះគឺយើងកំណត់តង់ស្យុងខ្ពស់បំផុតឲ្យសមល្មមនឹងការប្រើប្រាស់ប្រសិនបើតង់ស្យុងដែលមានប្រភពចេញមកពីអគ្គិសនីឬក៏ពីម៉ាស៊ីនភ្លើងដែលលើសពីការកំណត់របស់យើងឧបករណ៍កុងតាក់ Wi-Fi របស់យើងនឹងផ្ដាច់ដោយស្វ័យប្រវត្តិដូចគ្នាអញ្ចឹងបាទសូមអញ្ជើញទៅមើលការកំណត់ទាំងអស់គ្នាបងប្អូនចំណុចនេះខ្ញុំសូមជ្រើសរើសយក250 V ដោយពឹងផ្អែកទៅលើឧបករណ៍ដែលប្រើប្រាស់នៅក្នុងផ្ទះរបស់ខ្ញុំនេះបាទគឺមានចន្លោះចាប់ពី180រហូតទៅដល់250 V ដូច្នេះ V នេះគឺជាវ៉ុលសុវត្ថិភាពបំផុតសម្រាប់ការប្រើប្រាស់របស់ខ្ញុំប្រសិនបើតង់ស្យុងចេញពីប្រភពអគ្គិសនីឬក៏ពីម៉ាស៊ីនភ្លើងលើសពី250 disjonctor របស់យើងនឹងផ្ដាច់ដោយស្វ័យប្រវត្តិបាទបងប្អូនចូលដល់ចំណុចទី4 under voltage alarm នៅចំណុចនេះគឺការកំណត់តង់ស្យុងទាបបំផុតដែលសមល្មមនឹងការប្រើប្រាស់មានន័យថាប្រសិនបើភ្លើងដែលផ្ដល់មកពីម៉ាស៊ីនភ្លើងឬក៏ពីអគ្គិសនីបាទទាបជាងការកំណត់ disjonctor របស់យើងនឹងផ្ដាច់ដោយស្វ័យប្រវត្តិដូចគ្នាសម្រាប់ខ្ញុំសូមជ្រើសរើសយកត្រឹម200 V យើងបន្តទៅចំណុចធំមួយទៀត parameter set នៅក្នុងចំណុចនេះបងប្អូនមិនចាំបាច់កែប្រែអ្វីទេអញ្ចឹង disjonctor យើងដែលបានប្រើប្រាស់រួចហើយការកត់ត្រាតម្លៃប៉ុណ្ណាទាំងគីឡូវ៉ាត់ទាំងប៉ារ៉ាម៉ែត្រផ្សេងទៀតគឺយើងរក្សានៅដដែលប្រសិនបើយើងចង់ផ្លាស់ប្ដូរទៅជាប៉ារ៉ាម៉ែត្រអ្វីផ្សេងមួយសូមចុចយក reset ខាងក្រោមទៅបងប្អូននេះអក្សរក្រហមមកជួរហ្នឹងបាទវានឹងចាប់ផ្ដើមថ្មីវិញទាំងអស់